ធ្វើបានជោគជ័យបងហ្វាណូដល់ណាដល់ណែច្រៀងឯងអាមុខហែងណាធ្វើអីក៏គ្មានកំណត់ដែរតែតំណងទេអើយមកកើតមកធ្វើស្រែមកងើយមើលមិនខ្ញុំស្រែកសួរទេវតាជីវិតរបស់ខ្ញុំតើអ្នកណាជាអ្នកចាមិនដឹងត្រូវតម្រូវខ្ញុំជួបតែបញ្ហាឬជីវិតរបស់ខ្ញុំមានតែទុំបុកនឹងខាងព្រោះសំយល់ចិនមិនភៀងក៏អូនមានស្នេហាក៏ប៉ាំងតែមិនนุ่ងក្បន់ច្រៀងបទចម្រៀងជាមួយបេះដូងនឹកសន្ននិយាយមិននាងឯងមានអារម្មណ៍ថាហន់ពេលជួបដងខ្ញុំសក់ទឹកភ្នែករករាត្រីសម្ភារផ្លូវចិត្តវាកើតឡើងខ្ញុំចង់តែខ្សែមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃចង់រត់ទៅស្លាប់ដើម្បីទៅចាប់ជាតិថ្មីវិធីដែលខ្ញុំដើរគ្មានអ្នកណាទៅសើមានតែអ្នកចំអកមានតែអ្នកមកដល់ចិនដើរឬចង់ឃើញខ្ញុំស្លាប់ចាំខ្ញុំជូនតាមសំណើអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរដឹងខ្ញុំកំពុងពិបាកចិត្តជីវិតខ្ញុំពេលនេះដូចជាមេឃដែលងងឹតបាត់សតិបាត់វិញ្ញាណបាត់ទាំងកម្លាំងចិត្តធុញថប់ស្មុគស្មាញរៀងស្ទះរកគំនិតបញ្ហាស្នេហាគ្រួសារនិងមិត្តភ័ក្តិធ្វើឲ្យខ្ញុំនៅម្នាក់ឯងព្រោះតែបាត់ភាពជឿជាក់នៅពីមុខគេញញឹមក្រក្នុងជុំគេពាក្យមុខជាតើខ្ញុំបានធ្វើអ្វីខុសបានជាចង់ធាក់ខ្ញុំទម្លាក់ជីវិតមួយនេះវាលំបាកយូរមកហើយមិនដឹងថ្ងៃណាខ្ញុំដល់ក៏ខ្ញុំដល់ត្រើយព្រោះតែគ្មានសង្ឃឹមមិនអាចញញឹមបានឡើយបកក្រោយក៏មិនកាប់ព្រោះខ្ញុំដើរមកឆ្ងាយហើយហត់នឹងជីវិតហត់នឹងការមើលងាយសំពីក៏កាន់តែធ្ងន់អ្នកដាច់ទៅមុនគេដៀលថាជំទុនជ្រាយមិនហ៊ានតបសំដីខ្ញុំស៊ូសំងំឲ្យវិញសំពីផ្សងព្រេងទៅតាមវាសនាសង្ឃឹមតែថ្ងៃមួយរីករាយស្រែកសួរទេវតាជីវិតរបស់ខ្ញុំតើអ្នកណាជាអ្នកចាមិនដឹងត្រូវតម្រូវខ្ញុំជួបតែបញ្ហាឬជីវិតរបស់ខ្ញុំមានតែទុំបុកនឹងខាងព្រោះសំយល់ចិនមិនភៀងក៏អូនមានស្នេហាក៏ប៉ាំងតែមិនนุ่ងក្បន់ច្រៀងបទចម្រៀងជាមួយបេះដូងនឹកសន្ននិយាយមិននាងឯងមានអារម្មណ៍ថាហន់ពេលជួបដងខ្ញុំសក់ទឹកភ្នែករករាត្រីសម្ភារផ្លូវចិត្តវាកើតឡើងខ្ញុំចង់តែខ្សែមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃចង់រត់ទៅស្លាប់ដើម្បីទៅចាប់ជាតិថ្មីវិធីដែលខ្ញុំដើរគ្មានអ្នកណាទៅសើមានតែអ្នកចំអកមានតែអ្នកមកដល់ចិនដើរឬចង់ឃើញខ្ញុំស្លាប់ចាំខ្ញុំជូនតាមសំណើអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរអ្នកនឹងមានក្តីសុខនៅពេលដែលអ្នកមកជូនដំណើរសង្ឃឹមអ្នកត្រូវញញឹមសាជាថ្មីពិធីដែលយើងដើរមិនមែនដើរតែមួយថ្ងៃជួយទឹកភ្នែកអ្នកឲ្យស្អាតទៅបំពេញក្តីស្រមៃព្យាយាមគង់បានសម្រេចគង់មាននាងឲ្យតម្លៃជីវិតតែងតែមានសុខនឹងទុកជាធម្មតាសម័យបច្ចុប្បន្នគេនិយមចៃដោយដុល្លារបើអ្នកមានលុយនោះពិតជាអស្ចារ្យខ្លួនអ្នកនឹងក្រអូបមិនបាច់យកប្រៀបធៀបនឹងផ្កាបើសិនជាអត់លុយគុំថាឡាយទៅអ្នកដតីសំបីបងប្អូនឯងក៏គាត់មិនឲ្យតម្លៃឃើញមុខយើងគេចង់តែដេញវាយនេះជារឿងពិតមិនមែនខ្ញុំចេះតែនិយាយតាំងចិត្តស្ងប់អារម្មណ៍កុំគិតអីផ្ដេសផ្ដាស់គិតពីសំដីគេជួយឲ្យបានខ្លាំងផ្លូវដែលអ្នកដើរខ្លួនអ្នកទៅយល់ច្បាស់ត្រឹងជួតទឹកភ្នែកមេឃនឹងស្រឡាំងមិនដឹងយ៉ាងណារស់នៅឯកាពេកហើយធ្លាប់បាក់ទឹកចិត្តជាច្រើនដងហើយតើពេលណាឡើយជួបជោគជ័យរឿងបញ្ហាគ្រួសារស្នេហាការងារឲ្យខ្ញុំគិតរាល់ថ្ងៃតើគួរធ្វើយ៉ាងណាទើបខ្ញុំគេចផុតពីភាពបាក់រាជ័យម៉ាចាំ
สำหรับไอ้គ្រួសារស្នេហាបញ្ហានឹងការងាររឿងរ៉ាវទាំងអស់នេះខ្ញុំក៏ជួបដូចគ្នាសំខាន់យើងដើរទៅមុខហើយត្រូវខិតខំពុះពៀទៅជីវិតយើងផុតពីភាពវេទនាមានរូបមានទុក្ខគឺជារឿងធម្មតាកើតចាស់ឈឺស្លាប់គឺព្រំលីខិតចាកុំតណាបាក់ទឹកចិត្តតស៊ូនឹងព្រេងវាសនាទៅជីវិតយើងបានសម្រេចនៃក្តីប្រាថ្នាបែបនេះខ្ញុំក៏ជួបដូចគ្នាខ្ញុំធ្លាប់ព្រមគ្រាជានេះតែខ្ញុំប្រឹងតស៊ូទោះដួលក៏ខ្ញុំត្រូវក្រោកឈរបន្តទោះគ្មានអ្នកគាំទ្រតែខ្ញុំមានគោលចំហខ្លួនឯងតើអស់សង្ឃឹមជីវិតមិនជាប់ព្រំនឹងដរាបនៅមានដង្ហើមឯងត្រូវតែខំប្រឹងសាកសម្លឹងមើលទៅមុខមើលទៅមនុស្សដែលជប់ទុកខ្លះគេម៉ែខ្លះគេពុកគេរស់មិនដែលស្រណុកជោគពេលវេលាទាំងអស់គិតពីខ្លួនឯងអតីតកាលពីមុនឲ្យវារលែកទៅតាមផ្សាយត្រូវខំគិតអ្វីដែលល្អសម្រាប់ខ្លួនឯងហើយត្រូវលុបចោលឲ្យអស់រឿងដែលចាំបែទឹកចិត្តជាច្រើនដងហើយតើពេលណាឡើយជួបជោគជ័យរឿងបញ្ហាគ្រួសារស្នេហាការងារឲ្យខ្ញុំគិតរាល់ថ្ងៃតើគួរធ្វើយ៉ាងណាខ្ញុំកិច្ចផុតពីភាពបរាជ័យម៉ាចាំស្ដាប់ឯងគ្រួសារស្នេហាបញ្ហានឹងការងាររឿងរ៉ាវទាំងអស់នេះខ្ញុំក៏ជួបដូចគ្នាសំខាន់យើងដើរទៅមុខហើយត្រូវខិតខំពុះពៀទៅជីវិតយើងផុតពីភាពវេទនាមានរូបមានទុក្ខគឺជារឿងធម្មតាកើតចាស់ឈឺស្លាប់គឺព្រំលីខិតចាកុំតណាបាក់ទឹកចិត្តតស៊ូនឹងព្រេងវាសនាទៅជីវិតយើងបានសម្រេចនៃក្តីប្រាថ្នាជីវិតបែបនេះខ្ញុំក៏ជួបដូចគ្នាខ្ញុំធ្លាប់ក្រំគ្រាជានេះតែខ្ញុំប្រឹងបន្តទោះគ្មានអ្នកគាំទ្រតែខ្ញុំមានគោលចំហខ្លួនឯងតើណាអស់សង្ឃឹមជីវិតមិនជាប់ព្រំនឹងដរាបនៅមានដង្ហើមឯងត្រូវតែខំប្រឹងសាកសម្លឹងមើលទៅមុខមើលទៅមនុស្សដែលជប់ទុកខ្លះគេម៉ែខ្លះគេពុកគេរស់មិនដែលស្រណុកជោគពេលវេលាទាំងអស់គិតពីខ្លួនឯងអតីតកាលពីមុនឲ្យវារលែកទៅតាមផ្សាយត្រូវខំគិតអ្វីដែលល្អសម្រាប់ខ្លួនឯងហើយត្រូវលុបចោលឲ្យអស់រឿងដែលចាំបែ
ផ្លូវជីវិតវាលំបាកគឺមិនងាយដូចអ្នកគិតតស៊ូខំប្រឹងប្រែងក៏ព្រោះដើម្បីជីវិតវាយប្រយុទ្ធនឹងឧបសគ្គតាំងពីភ្លឺដល់ងងឹតព្រោះចង់ដឹងនៅអត្តន័យនិងស្វែងយល់នៅការពិតផ្លូវនេះបើសិនជាដើរគឺពិបាកនឹងបកក្រោយព្រោះផ្លូវនេះវាបត់បែនមានទទឹងនិងមានបដោយត្រូវតែរឹងមាំជានិច្ចមិនអាចប្រែជាទន់ខ្សោយនោះប្រកាសជាដាច់ពុះព្រោះតែគ្មានអ្វីសោយបើកភ្នែកតាំងចិត្តហើយសម្លឹងមើលទៅមុខតាមប្រមាញ់យកក្តីស្រមៃនិងគោលបំណងដែលដៅទុករៀនសូត្រតាមដំណើរយកចំណេះដែលឃ្លាំងជំរុញប្រាក់ជីវិតឲ្យមានសេរីភាពគំរូដូចជាប់គុករៀនមើលរៀនស្ដីរៀនស្ដាប់គិតឲ្យស្ដែងថាអ្វីជាការពិតហើយអ្វីជាការសម្ដែងត្រេះរិះពិចារណាបូកសរុបឲ្យបំលែងទើបអាចឲ្យជីវិតនេះមិនរស់នៅដោយចង្វែងផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះជីវិតនៅក្នុងសង្គមត្រូវបែងចែកទៅតាមឋានៈមានអ្នកក្រដល់កំពូលនិងអ្នកមានលំដាប់ឋានៈខំប្រឹងតស៊ូយកញើសទៅបដូរនឹងប្រាក់ជីវិតមួយនេះមិនស្រួលដូចជាពួកអ្នកមានបន្សា7ថ្ងៃមួយសប្តាហ៍ខំធ្វើការគ្មានពេលទំនេរនិរទេសពីស្រុកកំណើតទៅធ្វើការនៅស្រុកគេជីវិតរសាត់អណ្ដែតដូចជាក្បូរនៅក្នុងទន្លេពេលខ្លះយល់ថាលំបាកក៏ don't wanna fucking play ជំនះនឹងឧបសគ្គដូចជាធ្វើបដិវត្តត្រូវពង្រឹងសមត្ថភាពរបស់យើងនេះឲ្យស្ទាត់ពុះពីលើផ្លូវជីវិតដោយឆន្ទៈយើងក៏មាត់បញ្ចេញរាល់សកម្មភាពដែលគ្មានអ្នកណានឹងអាចខាត់ពីមួយថ្ងៃទៅមួយថ្ងៃឆាកជីវិតតែផ្លាស់ប្ដូរលំនឹងជីវិតមិនថិតថេរគឺប្រៀបដូចជាទឹកហូរធ្វើតាមឧត្តមកតិគិតថាត្រូវកុំស៊ីចូលនៅពេលដែលយើងអស់ជីវិតគេតាមគោរពទៅដល់ភ្នោផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះកុំមិនដោយឆាកជីវិតរស់ទៅតាមយថាកម្មព្យាយាមអត់ធ្មត់ជួសជុលបេះដូងដែលប្រេះស្រាំរៀនសូត្រពីផ្លូវជីវិតត្រូវតែចេះកត់ចំណាំហើយកែលម្អចំណុចខ្សោយទៅជាមានសកម្មកុំភ្លើតភ្លើនស្មារតីធ្វើអ្វីទៅតាមគេផ្លូវជីវិតដែលយើងដើរជួបប្រទះរៀងចានកំភ្លេតាំងចិត្តដោះស្រាយពង្រឹងខ្លួនកាន់ឡើងទ្វេមិនឲ្យអ្នកណាមកគ្រប់គ្រងយើងអ្នកធ្វើយើងអ្នកសញ្ញេត្រូវបង្ហាញឲ្យគេដឹងពីទង្វើដែលយើងប្រព្រឹត្តពួកមនុស្សដែលធ្វើខុសតែងតែខ្លាចនឹងការពិតរិះរោគគ្រប់វិធីបង្កើតចេញជារឿងប្រឌិតក៏ដើម្បីតែបិទបាំងអំពីអំពើដ៏ខ្មៅងងឹតជីវិតនេះខ្លីទៅធ្វើអ្វីដែលមានប្រយោជន៍មុនពេលដែលយើងអស់ជីវិតមុនពេលយើងខ្សែទៅជាខ្មោចកុំបំផ្លាញអ្នកដទៃព្រោះចង់ឃើញគេហិនហោចនាំជីវិតរបស់យើងប្រែទៅជាអសោកផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះផ្លូវជីវិតវែងឆ្ងាយវែងអនឡាញដោយខ្សែអំបោះពេលខ្លះក៏រីករាយហើយពេលខ្លះក៏សោកក៏ក្រោះសម័យកាលនៃជីវិតក៏ពិបាកនឹងដោះសមាធិតាំងអារម្មណ៍កុំចោលចាញ់អសោះជំរៀងលើទឹកចិត្តជូនអ្នកគ្រប់ត្រជាទីស្រឡាញ់ស្ដាប់ឲ្យគិតស្ដាប់ឲ្យសុំអ្នកពិចារណា I used to be a kid that no one care about តែខ្ញុំតែប្រាប់ខ្លួនឯងជីវិតជាបបពិសោធន៍នៅពេលដែលយើងគ្មានអ្វីតែមានតែយំមានតែសោចមានពួកអ្នកចាំចំអសឹងមិនឲ្យយើងដល់ដង្ហើមជីវិតតែខុសគ្នាខ្លះមានឪពុកខ្លះមានម្ដាយក៏នៅរងាអ្នកខ្លះកើតមកជាក្មេងកំព្រាក៏រស់នៅសែនវេទនាទោះបីជាឈឺទោះបីជាជាក៏គ្មានអ្នកណាគេអើពើខ្ញុំតែប្រាប់ខ្លួនឯងទោះយ៉ាងណាត្រូវប្រឹងប្រែងគេឲ្យ
ពីភាពបាក់ទឹកចិត្តតាំងចំហត្រូវក្រោកឈរតស៊ូនឹងជីវិតអ្នកក៏អាចធ្វើដូចគ្នាខ្ញុំធ្វើជាកម្លាំងចិត្តអ្នកអាចកែប្រែជីវិតអ្នកឲ្យអស្ចារ្យ You can be like me oh you can be like me oh ខ្ញុំនៅទីនេះចែករំលែកភាពស្រស់ថ្លា You can be like me oh you can be like me oh ទោះលំបាកយ៉ាងណាត្រូវចាំថាយើងធ្វើបាន Go by the name of the way Let go យើងកាន់មកជីវិតតែមួយយើងកាន់មកខ្លួនប្រាណតែមួយពីបារៀបរាប់5នាក់ដទៃឲ្យពួកគេបានយល់ពីទុកព្រួយអ្នកខ្លះមិនបានទាំងជួយថែមទាំងនិយាយបំបត្តិទឹកចិត្តរឿងពិតគេមិននិយាយថែមទាំងបំផ្លាញឲ្យប្រឹងប្រឌិតយើងមិនអាចហាមឃាត់គេនិយាយជាមាត់គេសំខាន់លើយើងខ្លួនឯងថាត្រូវតស៊ូឬតនឹងគេបើយើងចង់ឈ្នះត្រូវធ្វើឲ្យល្អកុំបាច់តបព្រោះអត់ប្រយោជន៍ចំណេញមិនត្រឹមតែឲ្យគេសើចអត់ប្រយោជន៍ទេកុំបណ្ដៃឲ្យពីសំដីរបស់អ្នកដទៃខ្លះជាសម្ពាធនៃជីវិតកុំទៅខឹងនឹងអណ្ដាតដែលគេក្រលាស់ដែលមិនគិតក៏ព្រោះតែនេះវាជីវិតអ្នកកាន់ចំកោដោយខ្លួនឯងកុំសំដែងថាមិនអីកុំបំភ្លេចទាំងញញឹមកុំសំខឹងទាំងងងឹតកាត់ចោលវាថាតែមិនរួចលើកដៃសម្ពោពីទេវតាហើយប្រាប់ខ្លួនឯងថាខ្ញុំអាចទៅរួចខ្ញុំតែងតែប្រាប់ខ្លួនឯងទោះយ៉ាងណាត្រូវប្រឹងប្រែងគេឲ្យផុតពីភាពបាក់ទឹកចិត្តតាំងចំហត្រូវក្រោកឈរតស៊ូនឹងជីវិតអ្នកក៏អាចធ្វើដូចគ្នាខ្ញុំធ្វើជាកម្លាំងចិត្តអ្នកអាចកែប្រែជីវិតអ្នកឲ្យអស្ចារ្យ You can be like me oh you can be like me oh ខ្ញុំនៅទីនេះចែករំលែកភាពស្រស់ថ្លា You can be like me oh you can be like me oh ទោះលំបាកយ៉ាងណាត្រូវចាំថាយើងធ្វើបានជីវិតប្រែប្រួលគ្រប់គ្រាជួនកាលធ្វើឲ្យអ្នកនឿយហត់ព្រោះបានជួបរឿងមិនសមបំណងឬមួយក៏ជួបនឹងក្បត់ខ្ញុំដឹងថាអ្នកពិតជាចង់យំហើយខ្ញុំក៏យល់ពីអារម្មណ៍ទូចត់ក៏ប៉ុន្តែយំរួចតែក្រោកឈរកុំឲ្យទុកក្របសង្កត់ជីវិតតែជួបបញ្ហាការពិតខ្លះមិនមែនការប្រាថ្នាតែកុំឈប់ត្រឹមប៉ុណ្ណឹងណាដំណើរជីវិតនៅសល់វែងឆ្ងាយរស់ថ្ងៃនេះឲ្យល្អបំផុតតែមិនមានពីប្តីសារីបើដួលហើយអ្នកត្រូវតែក្រោកឈរក្លាហានជាងចិត្តតែជាថ្មីត្រូវរស់នៅជាមួយការពិតត្រូវព្រមទទួលស្គាល់បរាជ័យបើដួលហើយអ្នកត្រូវតែក្រោកឈរជុំមានអ្នកមានដល់ដៃចាប់នៅក្នុងពេលនេះធ្វើយ៉ាងមកស្គាល់ជីវិតអ្នកត្រូវត្រៀមខ្លួនទុកជាមុនថាអាចនឹងជួបរឿងមិនធ្លាប់គិតស្បត់ថាមិន